នេះគឺជាវីដេអូរបៀបជាប់ keyboard ទៅលើ Pad X9a និងការតម្លើងក្តារជាអក្សរខ្មែរបូកជាមួយនឹង font ចំនួន200ទៅលើ Pad X9a របស់យើងអញ្ចឹងជាដំបូងដើម្បីជាប់ keyboard បងប្អូនគ្នាបើកប៊ូតុងវានៅខាងគៀននេះមកយើងបើកវាហើយវា load ឬ play ខ្លាំងនេះអញ្ចឹងមានថាវាបើកហើយបងប្អូនគ្នាចូលទៅក្នុង setting ហើយបើក Bluetooth អូខេអញ្ចឹងវានឹង load មកបើវាអត់ load មកទេបងប្អូនគ្នាស្វែងរកពាក្យកន្លែងនេះដាក់ថា on smart keyboard ហើយចុច allow វាហើយ pair មកអូខេឥឡូវយើងសាក connect វាអូខេឥឡូវវា connect ហើយជួនថាយើងអាចប្រើប្រាស់ keyboard ទៅលើ Pad X9a របស់យើងបានហើយអូខេតទៅទៀតយើងមើលអំពីរបៀបតម្លើងក្តារចុចអក្សរខ្មែរទៅលើ Pad ហ្នឹងអញ្ចឹងទី1បងប្អូនចូលទៅកាន់ Play Store ហើយ search app More Physical Keyboard Layout ហ្នឹងហើយបងប្អូនយកវាមកហើយចុច install អូខេហើយរងចាំវា install មកបងប្អូនមិនបាច់បើកមិនបាច់អីទេគឺគ្រាន់តែ install មកគឺអូខេហើយតទៅទៀតយើង search មើលមួយ app ទៀតឈ្មោះថា Gboard នេះអញ្ចឹង app Gboard នេះនៅលើ Pad X9a គឺវា install ហើយស្រាប់ទេបងប្អូនគ្រាន់តែ update វាមកគឺអូខេហើយអូខេអញ្ចឹងនៅពេល install ពី app ហ្នឹងហើយបងប្អូនចូលទៅកាន់ setting អូខេតមកទៀតបងប្អូនចូលមកខាងក្រោមរកពាក្យ system and update នេះតមកទៀតយក language and input អូខេហើយបងប្អូនយកកន្លែង keyboard កន្លែងនេះកន្លែងពាក្យថា keyboard នេះចុចវាមកអូខេអញ្ចឹងកន្លែងនេះបងប្អូន add keyboard ហើយយកភាសាខ្មែរហើយ done អូខេហើយបន្តមកទៀតកន្លែងនេះបងប្អូនចូលទៅកាន់ setting ហើយ search មក search ពាក្យ physical keyboard អញ្ចឹងកន្លែងនេះសូមបញ្ជាក់តិចបើសិនបងប្អូនអត់ connect keyboard ទេគឺវាអត់ load ពាក្យហ្នឹងមកទេអញ្ចឹងបើសិនបងប្អូន search ពាក្យហ្នឹងអត់ចេញមានថា keyboard បងប្អូនគឺអត់តភ្ជាប់ជាមួយ pad ទេតែឥឡូវយើងភ្ជាប់ហើយយើងរកពាក្យហ្នឹងមក physical keyboard ហ្នឹងមកហើយយើងយកវាតមកយើងចុចកន្លែងនេះអូខេអញ្ចឹងវាមានពីរភាសាអង់គ្លេសជាមួយនឹងខ្មែរអញ្ចឹងកន្លែងអង់គ្លេសបងប្អូនយកវាមកហើយអស់ទៅខាងក្រោមអស់ឲ្យអស់មកបងប្អូនអស់ហ្នឹងអស់ឲ្យអស់មកបងប្អូនអស់មកលើបន្តិចដើម្បីរកពាក្យ English US International Style យកវាហើយយើងថយមកវិញហើយយើងយកខ្មែរយើងអស់ទៅរកអក្សរ K ហ្នឹងហើយចឹងអក្សរ K នេះហើយយកខ្មែរនីដាកុំយកខ្មែរទៅទេបងប្អូនយកខ្មែរបើកវងចុចនីដាហើយពេលហ្នឹងយើងមាន keyboard ចំនួន2ហើយឥឡូវយើងសាកតែមើលអូខេអញ្ចឹងឥឡូវខ្ញុំវាយគឺភាសាអង់គ្លេសអញ្ចឹងដើម្បី switch keyboard បងប្អូនចុចកន្លែង control ហើយ space ហើយបងប្អូនអាចវាយ switch ទៅវិញទៅមកបានហើយឃើញទេអូខេអញ្ចឹងអាហ្នឹងគឺការតម្លើងក្តារចុចអក្សរខ្មែរនៅលើ Pad X9a របស់យើងឥឡូវគឺយើងធ្វើការតម្លើង font ម្ដងអញ្ចឹងបងប្អូនបើកកាមេរ៉ាមកដើម្បី scan អញ្ចឹងកន្លែងហ្នឹងបងប្អូនចូលទៅកាមេរ៉ារបស់យើងហើយយកកន្លែង photo ហើយចូលកន្លែង scan នេះអូខេចុច scan វាមកអូខេអញ្ចឹងអ្នកនរគ្នានឹងមាន QR មួយអញ្ចឹង QR ហ្នឹងអាចនៅលើប្រអប់ឬក៏នៅលើ sticker របស់ pad របស់យើងហ្នឹងអញ្ចឹងយក QR ហ្នឹងមកហើយយើងដាក់ scan យើងសាក scan អូខេកន្លែងនេះបងប្អូនយកមួយណាក៏បានខ្ញុំយក just font អូខេឲ្យវាទៅ website ហ្នឹងដើម្បីយក file នេះ file ហ្នឹងគឺឈ្មោះថាខ្មែរ font យើងយកវាហើយបងប្អូនចុច download មកអូខេហើយចុច download យើងអាចមើលកន្លែងនេះបានគឺវាកំពុង download អូខេឥឡូវរងចាំការ download របស់វាសិនអូខេឥឡូវគឺយើងបាន download file ហ្នឹងហើយអញ្ចឹងចាប់ពីកន្លែងនេះទៅបងប្អូនគឺធ្វើកុំបន្លងមួយចំណុចឬក៏មួយជំហានណាសោះអូខេអញ្ចឹងជាដំបូងបងប្អូនចូលទៅកាន់ file អូខេកន្លែង file ហ្នឹងបងប្អូនចូលកន្លែង reset នេះមកអ្នកនរគ្នានឹងឃើញ file ដែលយើងទៅតែ install ហ្នឹងហើយអញ្ចឹងយើងចុចវាជាប់ចាប់មកបងប្អូនមើល tray 3ខាងក្រោមនេះហើយយក extract កន្លែង extract ហ្នឹងបងប្អូនមើលអីតាន់ទី1គឺយើងចុចកន្លែង custom location នេះហើយបន្តមកយើងឃើញពី edit នេះយើងយក edit ហ្នឹងមកហើយបងប្អូនចុច browse ហ្នឹងអញ្ចឹងកន្លែងហ្នឹងយើងចុចយក my tablet អូខេអញ្ចឹងកន្លែង my tablet ហ្នឹងបងប្អូនយកខាងលើនេះកន្លែង book folder ហ្នឹងបងប្អូនចុចវាមកហើយ book folder មួយដែលមានឈ្មោះថាfont អញ្ចឹងយើងវាយឲ្យត្រូវពាក្យទាំងអស់គ្នា F អក្សរធំ O N T S វាយឲ្យដូចនឹងកុំវាយខអក្សរទូចអក្សរធំគឺវាយ F អក្សរធំ O N T S អក្សរតូចទាំងអស់នេះចុច OK មកអូខេដល់មកទៀតយើងរកមើល folder ដែលយើងទៅបង្កើតនឹងនេះ fonts យើងយកវាមកហើយយើងចុចសញ្ញាគ្រីសអូខេអញ្ចឹងដើម្បីបញ្ជាក់ដល់អ្នកគ្នាមើលកន្លែងនេះយក custom location my tablet/font ប៉ុណ្ណឹងគឺត្រូវហើយដល់អ្នកគ្នាចុចគ្រីសមកអញ្ចឹងឲ្យវា install file ក្នុងហ្នឹងហើយកន្លែងនេះអ្នកគ្នាចុច close អូខេអញ្ចឹងការតម្លើង font របស់យើងគឺហើយឥឡូវយើងសាកតេស្តក្នុង WPS របស់យើងអូខេយើងយក WPS មកហើយយើងយក continue អូខេយើង grant permission របស់វាបើកអានេះមកអូខេហើយយើងថយមកវិញឥឡូវយើងសាកតេស្តជា Word ការយើងតេស្ត testing keyboard អូខេ Honor Pad X9a អូខេហ្នឹងអង់គ្លេសឥឡូវសាកខ្មែរយើង switch មក control space
អូខេអញ្ចឹងយើងអាច save បានការតេស្ត keyboard អីចឹងទៅចឹងឥឡូវយើងចង់សាកជា font អញ្ចឹងយើងចុចវាមកយើងយកកន្លែង home ហើយកន្លែងនេះតើមកនេះបងប្អូនឃើញ font មកហើយអញ្ចឹង font នោះយើងអាចយកមួយណាក៏បានដែរឆ្លាញ់មួយណាអ្នកនរគ្នាអាចយកមួយនឹងបានខ្ញុំចូលចិត្ត font Beyond ជាងគេហ្នឹងហើយអញ្ចឹងនេះហើយគឺជាការតម្លើង keyboard ជាភាសាខ្មែរនិងការតម្លើង font ជំនុំពៀរនៅលើ Honor Pad X9a អរគុណដល់អ្នកគ្នា